ដូចជាមានពពុះអនុអីចឹងចូលសង្កត់កាន់ពពុះគាត់ដាច់កស្លាប់ព្រាមនៅកន្លែងនោះតែម្ដងបាទអូបើជាមួយសប្តាហ៍ទៅពីរសប្តាហ៍ស្រាប់តែមានគេឃើញគាត់ដើរលងដូចជាពេលខ្លះដើរមានតែក្បាលពេលខ្លះទៀតមានតែខ្លួនកាន់ក្បាលបាទហើយពេលខ្លះឃើញគាត់ដើរធម្មតាគាត់ថាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានខ្មោចសារជាថ្មីម្ដងទៀតនេះគឺជាអេពីសូតទី4តាក់ទងជាមួយនឹងការសម្រាយរឿងពពួកអមនុស្សអញ្ចឹងថ្ងៃនេះយើងមានភ្ញៀវកិត្តិយសដដែលគឺបងប្អូនស្រីសុភីបាទគាត់នឹងមានរឿងរ៉ាវជាច្រើនដើម្បីយកមកធ្វើការនិទានចែកជូនទៅកាន់បងប្អូនបានស្ដាប់នៅរាត្រីនេះអញ្ចឹងថ្ងៃនេះតើបងប្អូនស្រីសុភីនឹងមានរឿងអ្វីដើម្បីចែកម្លែកទៅកាន់ប្រិយមិត្តយើងដែរបាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានយករឿងមួយយកមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងកូនសម្លាប់ឪពុកដោយយកកំបិតកាប់កអញ្ចឹងណាបងប្អូនបាទអញ្ចឹងអានេះបើយើងនិយាយទៅដូចជារឿងឃាតកម្មដែរមិនអញ្ចឹងបាទអញ្ចឹងតើនៅក្នុងថ្ងៃនេះតាក់ទងជាមួយនឹងការលងបន្លាចរបៀបមិនដែរបងស្រីបាទគឺការពីដើមឡើយមានគ្រួសារមួយគាត់មានឪពុកគាត់ហែងឈឺចាគាត់ដេកនៅទៅលើខែប៉ុន្តែឪពុកហ្នឹងគាត់រឹងខូចជេរប្រពន្ធជេរកូនចាដល់ថ្ងៃហ្នឹងកូនគាត់មកវិធ្វើការរៀងហត់ផងហើយដល់ពេលនេះឪពុកថាឲ្យជេរស្ដីអីចឹងគាត់មានអារម្មណ៍ថារឿងមូមកក៏តែពេលនោះគាត់តែងកំបត់មកដូចជាមានពពុះអនុអីចឹងចូលសង្កត់កាន់ពពុះគាត់ដាច់កស្លាប់ព្រាមនៅកន្លែងនោះតែម្ដងបាទអូអញ្ចឹងបានន័យថាកូនហ្នឹងគឺកូនបង្កើតរបស់គាត់ចាបាទហើយកាប់សម្លាប់ឪពុករបស់ខ្លួនបាទអូរឿងធំពុកម៉ែបងប្អូននេះប៉ុន្តែយើងមានដឹងថាតើដើមហេតុអ្វីបានបណ្ដាចិត្តកូនហ្នឹងឲ្យទៅសម្លាប់ឪពុកគឺដូចខ្ញុំនិយាយមិញចឹងគាត់មកពីធ្វើការចឹងហៀងអស់កម្លាំងហើយដល់ឪពុកហ្នឹងគាត់នៅតែលើខែប៉ុន្តែគាត់ជេរប្រមាថជេរអីកូនចឹងកូនមកហៀងមូមកហើយដូចជាខ្ញុំពពុះអាមនុស្សឲ្យចូលសង្កត់យើងក៏មិនដឹងដែរប៉ុន្តែដល់ពេលនេះចឹងថាចូលយើងគិតថានេះចឹងព្រោះមិនគិតថាអាមនុស្សចូលសន្ធឹងចឹងទៅណាចាបាទប៉ុន្តែឪពុកហ្នឹងខូចរបៀបហ្នឹងក៏គាត់ជាអ្នកហូបស្រាហូបអីគាត់សម្បឹងជាកូនជាចៅឬក៏មិនអត់ទេគឺគាត់ឈឺហើយគាត់អត់អាចទៅណារួយគាត់នៅលើខែប៉ុន្តែគាត់ជេរប្រមាថកូនចៅហើយដូចយើងធ្វើអីទាស់ចិត្តគាត់បន្តិចគឺគាត់នេះខូចបែបជាលក្ខណៈចឹងបាទអញ្ចឹងបានន័យថាគាត់គឺដូចថារៀងញ៉ាំញញើជាមួយកូនចៅហ្នឹងទៅចាអញ្ចឹងកូនដែលគាត់មកពីធ្វើការងារហត់ក៏ដូចបងស្រីបាននិយាយលើកឡើងអញ្ចឹងបានន័យថាដូចមានអមនុស្សអីចូលសន្ធឹកអញ្ចឹងទៅក៏បដាចិត្តឲ្យមានគេហៅថាកំហឹងកើតឡើងអញ្ចឹងទៅក៏ទាញកំបិតកែហ្នឹងទៅកាប់សម្រាប់ពុកទៅចាបាទប៉ុន្តែពេលហ្នឹងកាប់ដាច់កោកាប់ដាច់ធ្លាក់ពីលើស្មាតែមួយកំបិតដាច់ធ្លាក់ពីលើស្មាបាទអូអានេះគឺពិតជារឿងធត់មែនបងប្អូនខ្ញុំសូម្បីតែខ្ញុំស្ដាប់រឿងនេះក៏មានអារម្មណ៍ថាតក់ស្លុតដែរបាទមួយកំបិតទេបងប្អូនធ្លាក់ដាច់តពីលើស្មាអញ្ចឹងបន្ទាប់ពីហេតុការណ៍ហ្នឹងអញ្ចឹងប៉ូលីសអីគឺគេមកចាប់កូនហ្នឹងយកទៅឃុំអញ្ចឹងទៅចាបាទអញ្ចឹងរឿងរ៉ាវបន្ទាប់ទៀតបាទនឹងមានការលងបន្លាចរបៀបមិនដែរបងស្រីបាទដំបូងហ្នឹងគឺគេបានធ្វើបន់គាត់ដោយការយកគាត់យកទៅកប់នៅកន្លែងដីគាត់មួយកន្លែងអញ្ចឹងណាដល់ពេលនេះបែរជាមួយរយៈបែរជាមួយឡងបែរជាមួយសប្តាហ៍ទៅពីរសប្តាហ៍ស្រាប់តែមានគេឃើញគាត់ដើរលងដូចជាពេលខ្លះដើរមានតែក្បាលពេលខ្លះទៀតមានតែខ្លួន
កាន់ក្បាល បាទ ហើយពេលខ្លះឃើញគាត់ដើរធម្មតាគាត់ថាគឺគាត់ជាមនុស្សខុសខើអីចឹង បាទ នេះចឹង អញ្ចឹងបានន័យថានៅពេលដែលគាត់ជាមនុស្សគាត់រៀងញ៉ាំមកយើងហើយពេលដែលគាត់ស្លាប់ទៅទុកលងមិនហើយ ចានៅតែសាហាវឬពេល ប៉ុន្តែអញ្ចឹងបងស្រីលងហ្នឹងគឺលងរបៀបថាកាន់នៅក្នុងភូមិដូចថាកាន់ក្បាលដើរកាត់តាមភូមិឬមិន ដើរកាត់តាមភូមិនៅមុខផ្ទះឲ្យបងប្អូនក្នុងភូមិយើងគ្រាន់តែឃើញគឺខ្លាចហ្មងព្រោះ បាទ អីសម័យគាត់ស្លាប់រៀងយូរដែរហើយ បាទ អញ្ចឹងសម័យមុនមានសៅមានផ្ទះអីនេះបងប្អូនឃើញនេះតែរៀងនេះយប់អញ្ចឹងគេមានដុតភ្លើងដុតអីមុខផ្ទះហើយក៏គេបានឃើញគាត់មកអញ្ចឹងធ្វើឲ្យមានការ ពេលហ្នឹង ញាក់ផ្អើល បាទពេលហ្នឹងមានការខ្លាចច្រើន អូនៅក្នុងភូមិណាគេក៏ខ្លាចដែរ បាទ គាត់ ពេលយើងនិយាយទៅដូចជាខ្មោចក្បត់ក្បាលហ្នឹងបងប្អូន ចាចា ស្តៀងទៅដូចរឿងដែលគេចាក់នៅតាមកុនហ្នឹងណា ចា អញ្ចឹងដល់ពេលដែលមានការលងបន្លាចខ្លាំងបាទអញ្ចឹងអ្នកភូមិគឺគាត់មានការទៅអញ្ជើញគ្រូអីដើម្បីគូចាំទៅញៀន គេមានអញ្ជើញដែរព្រោះពេលអីហ្នឹងគាត់ការសាហាវខ្លាំងមែនទែនពេលខ្លះអាយើងពងតែនៅក្នុងផ្ទះយើងនេះចាំពេលខ្លះរោគដើរចូលមកផ្ទះយើងមិនតែដល់នេះយើងដូចថានៅក្នុងផ្ទះយើងមានអ្នកថែរក្សាអញ្ចឹងអញ្ចឹងគេអត់ឲ្យចូលទេ អញ្ចឹងបានន័យថាគាត់នឹងជាអមនុស្សហើយគាត់ចង់ដើរចូលផ្ទះគេទៀត ចាចា ប៉ុន្តែមិនគេដឹង ព្រោះគាត់ឲ្យគឺខូនស្រស់ស្រស់ អូឲ្យឃើញស្រស់ស្រស់ ចា គាត់នឹងចេញមកពីសមុទ្របាទមិនធម្មតាឲ្យឃើញទាំងស្រស់ស្រស់ ចា ហើយចុះអ្នកដែលគាត់ឃើញហ្នឹងមានអារម្មណ៍មិនទៅបុគ្គលស្រស់ស្រស់ទេ សំបីតែអ្នកថាពីមុនអត់ខ្លាចខ្មោចក៏គាត់ថានេះក៏ខ្លាចព្រុសសម្បុរឃើញថាលឺថាមក6មិនតាន់គឺចាប់ផ្ដើមនាំកូននាំចៅចូលដេកទៅចឹងឲ្យក៏មិនហ៊ាននៅយូរព្រោះគាត់លោកតានឹងគាត់សាហាវ បាទអញ្ចឹងបានន័យថាគាត់លងគេហើយគឺឲ្យឃើញស្រស់ស្រស់ហើយគឺរត់ដើរចូលផ្ទះ ចាចា ប៉ុន្តែនៅពេលអ្នកដែលគាត់ឃើញនេះដែលចង់ដើរចូលផ្ទះគាត់នេះគ្រាន់តែដើរចូលក្នុងផ្ទះដើរចូលអត់បានឬក៏ គ្រាន់តែរកដើរចូលនៅក្នុងផ្ទះគេដូចថាមានអ្នកនេះចឹងគេថែគេថែរក្សាមិនឲ្យចូល បាទដូចជាមានផ្ទះកំពុងអញ្ចឹងណា ចា បាទអញ្ចឹងមកន័យថាគាត់លងគេស្រស់ស្រស់ហើយរចូលផ្ទះគេចូលបាន ចា បាទអញ្ចឹងប្រហែលជាប្រហែលខែទៅបានរឿងរ៉ាវហ្នឹងវាស្ងប់រងាប់ទៅ ខ្ទង់ប្រហែលជា5 6ខែដែររៀងយូរដែរពេលហ្នឹង បាទ នៅ អញ្ ឡ ចឹង ង បានន័យថា5 6ខែគាត់លងគេជាប់ ចាឡងគេជាប់រហូតដល់ថ្នាក់គេហៅគ្រូហៅអីមកធ្វើវិធីអីចឹងចាចា បាទអញ្ចឹងមានប្រកបការ ចា អញ្ចឹងបានន័យថាកាយតាំងដែលគាត់នៅរស់ហើយរហូតដល់ស្លាប់ទៅ ទៀតក៏នៅតែកា បាទខ្លាចជាវិញ្ញាណកាន់តែកាន់ទៀត ចា បាទអាហ្នឹងវាមិនខុសពីរឿងដែលខ្ញុំអាសាមើលណាបាទតាក់ទងដូចជាបងអ្នកគាត់លេងហ្គេមគាត់ដឹងហើយដូចជាហ្គេមអីហ្នឹងដូចយាយហ្នឹងដែលគាត់នៅរស់ហើយរៀងកំណាញ់រៀងអីការអញ្ចឹងទៅពេលស្លាប់ទៅអញ្ចឹងទៅក៏នៅលងតាមលងបន្លាចក្មេងៗទៀតអញ្ចឹងរឿងនេះគឺវាស្តៀងទៅគ្នានឹងផលិតហ្គេមអញ្ចឹងគឺដូចគ្នាមែនតើអញ្ចឹងបានន័យថានៅពេលដែលគាត់នៅរស់ជាមនុស្សដែលរៀងកាចខុសខើពេលដែលគាត់ស្លាប់ទៅគឺមានការលងបន្លាចទៀត ចា បាទប៉ុន្តែពេលហ្នឹងគឺល្បីឯងបង អូល្បីពីភូមិមួយទៅភូមិមួយល្បីថាគឺឈ្មោះគាត់គឺនាំគ្នាភ័យខ្លាចតែម្ដង ប៉ុន្តែពីច្រើនលងនៅភូមិប្អូនទៅយ៉ាងម៉េច គាត់ឡងតែនៅក្នុងភូមិឯព្រោះគាត់ឈឺចឹងគាត់អត់សូវបានដើរទៅណាហើយក៏នេះគាត់ដើរឡងទៅក្នុងភូមិនេះព្រោះពេលគាត់ដើរទៅស្រែគាត់ឬក៏អីឬក៏ទៅកន្លែងថ្នូររបស់គាត់ចឹង បាទអញ្ចឹងឃើញស្រស់ស្រស់មក ឃើញស្រស់ស្រស់ បាទនេះគឺជាលើកទី1ខ្ញុំស្ដាប់ការស្គាល់របស់បងស្រីបាទ ចា វាជាហេតុការណ៍មួយដែលអ្នកទាំងអស់គ្នា
ពិបាកអ្នកខ្លះគិតថាពួកខ្ញុំផលិតបាក់ប៉ុន្តែរឿងនេះគឺជារឿងពិតបាទអញ្ចឹងសូម្បីតែខ្ញុំក៏មានអារម្មណ៍ពីស្រួលបានថាគឺវាជាក់ស្ដែងពេកឲ្យឃើញស្រស់ពេកបាទអញ្ចឹងសម្រាប់នៅក្នុងរាត្រីនេះគឺអូនមានតែរឿងប៉ុណ្្នឹងឯងសម្រាប់ចាខ្ញុំថ្ងៃហ្នឹងមានតែរឿងប៉ុណ្្នឹងខេពុកម៉ែបងប្អូនហើយរឿងនេះគឺជារឿងពិតប្រាកដមែនបាទកើតឡើងនៅក្នុងគ្រួសារស្រីហើយពួកខ្ញុំទាំងពីរមិនបានរញអ្នកទាំងអស់គ្នាជឿទៅលើរឿងអាបលោកទេអញ្ចឹងបងប្អូនទាំងគ្នាសូមស្ដាប់ដោយការពិចារណាអរគុណសម្រាប់ការចំណាយពេលទស្សនាតាមដានសាច់រឿងនិទានខ្មោចនៅក្នុងថ្ងៃនេះហើយយើងខ្ញុំទាំងពីរនាក់ក៏សូមអរគុណសូមជម្រាបលា